សង្ក្រាន្តថ្ងៃទី1នៅខែសង្ក្រាន្តគឺថាមានអ្នកចូលរួមច្រើនកកកមែនតើពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនណាដែលគាត់បានទៅចូលរួមសង្ក្រាន្តថ្ងៃទី1កុំភ្លេចជួយ comment នៅវីដេអូរបស់ខ្ញុំម្នាក់មួយផងហើយបើចង់ដឹងពីសកម្មភាពរបស់ពួកខ្ញុំបន្តទៅមើលវីដេអូរបស់ពួកខ្ញុំទាំងអស់គ្នា Let's go វាសួរសួស្ដីពុកម៉ែបងប្អូនខ្ញុំសំភ័ងហើយឆ្នាំនេះគឺថាថ្លៃខ្លាំងហ្មងនេះមកទាញព្រាត់មួយគេណាសំខាន់កដៃប៉ុណ្ណឹងព្រាត់នេះប៉ុណ្ណឹងហាក្តៅចាអូយទៅ rapper ទៀតនេះអូយ rapper vlogger នេះណែអូយមើលតែងខ្លួនឡើងដូចឡើងឆាកពេលមកទាញព្រាត់ចាឡើងឆាកហើយតាអូឡើងឆាកហើយតាបានច្រៀងទេឡើងទៅអ៊ូអូមួយគេអូយមេតបឲ្យសង្ហាម្លេះនេះដល់សង្ក្រាន្តស្ទឹងត្រែងអូយកັບសេរីហ្មងណាអូយលោកចូលមកមើលសង្ក្រាន្តឬក៏មកមើលមេតបអមម្នាក់មួយផងថ្ងៃនេះដែរគឺថាមានមនុស្សមកចូលរួមច្រើនកកកមែនតើពុកម៉ែបងប្អូនហើយក៏មានក្បួនដង្ហែកាយរិទ្ធហើយដង្ហែទេវតាឆ្នាំថ្មីផងដែរបងប្អូនដែលគាត់ទៅចូលរួមគឺថាសប្បាយខ្លាំងបងប្អូនដែលគាត់បានមកមើលផ្ទាល់គាត់ដេកផ្ទះក៏មិនទាន់ណាអស់សង្ឃឹមដោយសារតែសង្ក្រាន្តរបស់យើងនៅមានច្រើនថ្ងៃទៀតអញ្ចឹងបងប្អូនអាចមកចូលរួមលេងទាំងអស់គ្នាបានដល់ហត់អស់កម្លាំងពេកឥឡូវយើងមកពិធីម្ហូបអាហារខ្មែរម្ដងមានបងប្អូនគាត់មកបដាអីល្បាក់ម៉ោង2រសៀលទោះបីជាក្តៅខ្លាំងយ៉ាងណាក៏ដោយក៏ពួកយើងនៅតែតស៊ូដែរដើម្បីការដើរលេងនេះប្រកបដោយភាពជោគជ័យតែម្ដងហើយនេះគឺមានមុខម្ហូបច្រើនទេតើមាននិយាយទៅរបស់ញ៉ាំច្រើនហើយស្តង់ក៏ច្រើនដូចគ្នាបងប្អូនអាចមកមើលផ្ទាល់ក៏បានដែរបើថាអត់ជឿអេដមីនមកផ្ទាល់មកចាំអេដមីននាំទៅញ៉ាំអីមកប៉ុន្តែកុំភ្លេចចេញលុយខ្លួនឯងផងណាដើរចូលដើរឡើងហ្នឹងគឺអូយឃើញតែមកជូរហ្នឹងដល់កហើយកិច្ចអត់ផុតហ្មងនិយាយទៅមកជូរកន្លែងណាគឺកិច្ចអត់ផុតពីខ្ញុំត្រូវតែទិញហ្មងទោះបីជាមេក្តៅប៉ុណ្ណាក៏ដោយញ៉ាំមកជូរផឹកទឹកធម្មតាជប់រោគទឹកធម្មតាហើយគាត់លក់ឲ្យបានច្រើនមែនតើបងប្អូនអាចទៅមើលនៅស្តង់របស់ពួកគាត់បានមុខម្ហូបអីក៏តំណងដូចគ្នាអញ្ចឹងយើងសាកភ្លក់ទាំងអស់គ្នាដើរលេងសង្ក្រាន្តនៅខែសង្ត្រៃដឹងតែអត់ខកបំណងពុកម៉ែបងប្អូនជាពិសេសអ្នកដែលចូលចិត្តញ៉ាំដូចខ្ញុំទៅដល់កន្លែងណាគឺញ៉ាំកន្លែងហ្នឹងតែម្ដងដើរលេងហត់ធ្វើការហត់អីគឺដឹងតែចូលញ៉ាំហើយបងប្អូនត្រៀមតែលុយមកពុកម៉ែបងប្អូនអើយសង្ក្រាន្តខែសង្ត្រៃខ្ញុំគឺថាសប្បាយខ្លាំងហ្មងហើយសំខាន់មានភូមិនំខ្មែរទៀតមកដល់គឺថាបានជួបបងដែលគាត់តែងខ្លួនឈុតបារាណជាកងទ័ពមេទ័ពគឺសង្ហាខ្លាំងមែនតើបងអូខ្ញុំនិយាយមែនទៅនោះគឺថាទៅមើលសង្ក្រាន្តគឺទៅមើលពួកបងដែរអញ្ចឹងណាហើយមកដល់កន្លែងនេះវិញគឺនៅក្នុងស្តង់ប៉ុន្តែការរៀបចំបែបខ្មែរបងប្អូនហើយមាននំខ្មែរជាច្រើនបងប្អូនអាចទិញបានតម្លៃធូរទេនំនឹងមួយតែ500ទេបងប្អូនអាចទិញសាកញ៉ាំបានខ្ញុំទិញបានមួយថងពីរថងដែរទុកយកទៅចែកមិត្តភក្តិខ្ញុំញ៉ាំដែរដោយសារអីមិត្តភក្តិខ្ញុំគាត់ឡើងឆាកមកនៃហើយខ្ញុំនេះនៅក្រោមឆាកហ្នឹងដើរញ៉ាំអីសិនអញ្ចឹងណាញ៉ាំឲ្យឆ្អែតសិនមិនមានកម្លាំងធ្វើការងារតទៀតអូកន្លែងនេះវិញគឺមាននំខ្មែរដូចគ្នារបៀបនំខ្ចប់ស្លឹកចេកនំសោមនំគមនំបត់ស្ដីដីអីគឺថាអូយមកបងប្អូននៅមានតកកឈូសទៀតណាភ្លក់ស្បាយញ៉ាំហ្មងណាមានចការឡើងលើឆាកអីអត់ចោលថងរបស់ញ៉ាំទៀតណាធ្វើមិនមើលមនុស្សឃ្លានឲ្យបងប្អូនហើយកុំប្រកែប្រកាន់គឺត្រូវតែញ៉ាំឲ្យឆ្អែតពូសិនឯងបើយើងមានកម្លាំងធ្វើការងារតទៀតហើយបើមកវិញមកសៅពេញហើយអូយហ្វេនខ្ញុំធ្វើបាបសាហាវហ្មងប៉ាតមិនប៉ាតធម្មតាយកដល់កឡោតហ្មងអាហ្នឹងលុបទឹកចេញអស់ពីបេះដូងផងបើអត់លុបវិញមិនបាច់ទេពេញមុខពេញមាត់តែម្ដងហ្មងចំហាយសបាយចាប់ផ្ដើមជ្រាបចូលខ្លួនបន្តិចម្ដងហើយគឺថាអូយមិនចេះរួមគាត់ចេះតាមគេតាមឯងណាធ្វើមិនមកដល់ឡើងលើឆាកអីទោះបីជាមិនចេះរួមក៏ត្រូវតែរួមដែរដើម្បីញ៉ាំបរិយាកាសហ្នឹងឲ្យកាន់តែសប្បាយទៀតហើយអ្វីដែលសំខាន់ហ្នឹងគឺថាបងប្អូនអ្នកខែសង្តែងគឺថាមិនដឹងមកពីណាទេឡើងដូចលីហាលហ្មងច្រើនខ្លាំងមែនតើហ្មងណាពុកម៉ែបងប្អូនច្រើនពេកអញ្ចឹងខ្ញុំពេលខ្ញុំរួមលើឆាកខ្ញុំរៀងអៀនតិចដោយសារតែខ្ញុំអត់សូវប៉ិនរួមទេហើយថ្ងៃនេះដែរគឺបងថ្លាគឺគាត់បានឡើងច្រៀងឡើងរ៉េបជាមួយនឹងបងម៉ាលី content creator យ៉ាងហ្នឹងហើយចំណែកខ្ញុំវិញគឺថាទៅគ្រាន់តែទៅអមទៅជាមួយពួកគាត់ទេដោយសារតែខ្ញុំអត់ចេះច្រៀងខ្លាចតែពេលច្រៀងទៅហ្វេនខ្ញុំរត់អស់ចឹងណាហើយបងប្អូនអ្នកខេត្តសង្ត្រែងកុំភ្លេចទៅចូលរួមលេងសង្ក្រាន្តនៅខេត្តសង្ត្រែងរបស់យើងផ្ទាល់ទាំងអស់គ្នាដោយសារអីយើងអត់តន់ចាប់ទេសង្ក្រាន្តរបស់យើងអញ្ចឹងកុំភ្លេចចូលរួមទាំងអស់គ្នាចាអរគុណ